ជំរាបសួរបងប្អូនទាំងអស់គ្នាមកទៀតហើយថ្ងៃនេះគឺមេឃស្លាស់ល្អមែនទែនប៉ុន្តែអាកាសធាតុនៅតែត្រជាក់ដដែលទេឃើញតែមេឃស្លាស់អញ្ចឹងទេណាកុំមេឃគឺមេឃត្រជាក់ឥឡូវហ្នឹងគឺខ្ទង់ម៉ោង1កន្លះពួកយើងបានឲ្យធ្វើអីវិចនំវិចចំណីបន្តិចតួចដើម្បីយកទៅញ៉ាំអញ្ចឹងណាតាំងពីព្រឹកមកខ្ញុំអត់បានញ៉ាំអីទេព្រោះខ្ញុំត្រឡប់ខ្ញុំគេរៀងយូរព្រោះថ្ងៃសារ៉ាថ្ងៃសៅរ៍ចឹងទៅគឺគេរៀងយូរបន្តិចហើយក៏ភ្ញាក់ឡើងទ្រាំត្រឡប់មុខអត់អីពុតខ្លួនពុតប្រាហ្នឹងម៉ោង1បាត់ឥឡូវធ្វើអីហើយយកទៅញ៉ាំនៅណោះពីអ្នកម៉ាក់ប៉ុន្តែម៉ាក់គាត់ប្រសាបាយម្សាហើយខ្ញុំអត់បានហូបអីទេចឹងទៅខ្ញុំគ្រាន់តែវិចចំណីយកទៅហូបហើយម៉ាក់ក៏គាត់វិចនំមកកញ្ចប់ពីកញ្ចប់យកទៅដែរព្រោះអីខ្លាចយើងដើរយូរអីចឹងទៅព្រោះយើងជិះតែភ្លើងណាឲ្យទៅព្រោះអីខ្លាចយូរអីចឹងទៅតែពេលយើងមានចំណីតាមខ្លួនទៅស្រួលក្នុងការញ៉ាំស្មោះណាក៏បានហើយមិនត្រូវការពិបាកទិញចំណីក្រៅញ៉ាំទៀតពីព្រោះតែយើងធ្លាប់ហូបតែរបស់ណាយើងចូលចិត្តតែពេលយើងទិញចំណីក្រៅយើងខ្លាចយើងហូបត្រូវមាត់អីចឹងត្រឡប់ខ្ញុំទៅណាទៅណីគឺដឹងតែច្រកចំណីម្ហូបឬក៏ទឹកអីតាមខ្លួនហើយបើមិនចឹងទេគឺចំណីនិងទឹកគឺតាមមានខ្លួនរហូតដល់ទឹកអីចឹងគឺមិនត្រូវការបាក់ទិញទឹកទិញអីទេគឺត្រឡប់របស់ខ្ញុំតាំងពីណាក៏កើតជាទម្លាប់របស់ខ្ញុំដែលទៅរាល់ថ្ងៃជាប្រចាំទៅណាក៏ដោយមកណាក៏ដោយគឺតែងតែមានរបស់ចំណីនិងទឹកតាមខ្លួនឥឡូវយើងបានមកដល់រថភ្លើងកន្លែងគេជិះរថភ្លើងហើយគឺយើងយកកាតហ្នឹងទៅបង់លុយបើយើងអត់មានកាតដូចខ្ញុំនេះទេម៉ាក់ខ្ញុំមានមួយខ្ញុំមានមួយយើងគ្រាន់តែយកកាតហ្នឹងទៅចុចទៅគេប្រាប់ថាយើងនឹងឲ្យយើងបង់ហើយម៉ាក់ក៏មានកាតខ្លួននេះគាត់បង្ហាញឲ្យគាត់សម្ដែងបង្ហាញដើម្បីដាក់កាតហើយយើងក៏ដើរឡើងលើបដ ாய் ថាយើងអត់មានការទេយើងកាត់កោសទិញសបុតក៏បានឬមួយគៀងបងកាក់ក៏បានបងលុយសុតក៏បានដែរហើយឡើងទៅលើនឹងទៅមកផ្លេតដល់ហើយដល់ខាងលើគឺមានរថភ្លើង2មួយទៅមួយមកអញ្ចឹងណាយើងគ្រាន់តែថាយើងមើលថាយើងជិះរថភ្លើងមួយណាទៅដើម្បីទៅអានេះទៅមកបច្រាស់មកវិញហើយខ្ញុំជិះរថភ្លើងខាងនេះហើយខ្ញុំឃើញរថភ្លើងមកខ្ញុំគាត់ថាអូយមកយើងដល់ហើយម៉ាក់តែពេលឲ្យរត់ចូលក្នុងរថភ្លើងហ្នឹងលឿនតែពេលចុះឡើងគេរថភ្លើងនៅនេះឡានក្រុងក៏ដោយឲ្យថាដល់ពេលវិញគេចេញអញ្ចឹងបើយើងមករៀងយូរមុនមកយើងអង្គុយចាំឬមួយកញ្ចូលទៅក្នុងអញ្ចឹងទៅយើងអង្គុយចាំអញ្ចឹងតទៅពេលដល់មកមិនគេចេញហើយខំរត់លឿនខ្លាចគេទៅចោលទៅពេលមកដល់ក្នុងតំគ្នាអង្គុយចាំហើយនេះគឺទេសភាពនៅខាងលើឲ្យរថភ្លើងព្រោះខ្ញុំបានថតតែនេះជាថតពីប្រអួតរថភ្លើងហ្នឹងដើម្បីឲ្យបងប្អូនមើលនិយាយរួមទៅថានិយាយរួមមេឃថ្ងៃនេះស្រឡះមែនទេខ្ញុំនិយាយម្ដងទៀតហើយរថភ្លើងយើងហ្នឹងចាក់ដល់ម៉ោងគេចាប់ដើមចេញហើយនេះខ្ញុំចេញពីរថភ្លើងកន្លែងstation គេនេះកន្លែងរថភ្លើងនេះគឺអត់សូវមានមនុស្សទេហើយមនុស្សតិចទេប្រហែល 4-10 នាក់ក្នុងហ្នឹងប៉ុន្តែជិះទៅក្នុងរយៈពេល45នាទីបានដល់កន្លែងដែលថាដែលយើងទៅហ្នឹងខ្ទង់45នាទីនៅពេលដែលជិះហ្នឹងគឺយើងខ្លះណាទៅវាជិះនឹងផ្លូវ highway ហើយក៏ដោយខ្លះហ្នឹងទៅគឺចូលក្រោមដីក្រោមស្ពានអីដែរប៉ុន្តែផ្លូវហ្នឹងគឺស្របនឹងផ្លូវ highway ដែរតែពេលគេតែងតែឈប់ដើម្បីទទួលភ្ញៀវហើយតែពេលជិះទៅបានប្រហែលជាកន្លះម៉ោងភ្ញៀវចូលច្រើនអត់មានកន្លែងអង្គុយទេទៅអញ្ចឹងទៅគេអ្នកភាគខ្លះក៏មានកន្លែងអង្គុយក៏មិនអីដែរព្រោះអ្នកខ្លះគេជិះតែ2-3ចំណតទៅគេចុះទៅវិញហើយអញ្ចឹងទៅគឺទៅពេលយើងចុះដល់ពេលយើងចុះហើយឥឡូវភ្លាមឥឡូវមកដល់កន្លែងយើងចុះហើយយើងចុះចូលហ្នឹងគឺក្នុងរៀងក្នុងក្រោមដីដែរអញ្ចឹងណាអញ្ចឹងឥឡូវកំពុងតែពីអ្នកម៉ាក់ហ្នឹងកំពុងតែរកផ្លូវដើម្បីឡើងទៅលើដើម្បីចេញនេះរថភ្លើងដែលយើងជិះហ្នឹងវែងដែរប៉ុណ្ណឹងឯងនៅតែជាគ្នាទៀតគ្រាន់តែថាអ្នកចុះពីរថភ្លើងហ្នឹងឡើងកម្មចដាលអញស្ទះត្មងណាព្រោះមនុស្សច្រើនជាពិសេសថ្ងៃនេះថ្ងៃសៅរ៍ចុងសប្តាហ៍ហើយមេឃស្លាស់ល្អអញ្ចឹងទៀតទោះជាមេឃត្រជាក់ទាំងយើងទាំងគេគឺតែងតែមកដើរលេងទីក្រុងឬមួយក៏និយាយរួមចេញក្រៅផ្ទះហ្មងឲ្យតែមេឃស្លាស់អញ្ចឹងទោះត្រជាក់បន្តិចយ៉ាងណាក៏ដោយឲ្យតែមេឃស្លាស់គឺអ្នកណាក៏ដូចអ្នកណាដែរទាំងយើងទាំងគេគឺតែងតែទៅដើរលេងហើយឥឡូវកំពុងតែរកផ្លូវចេញដើម្បីទៅលើអញ្ចឹងឥឡូវយើងនៅដូចក្រោមដីដូចគេហៅទីរថយន្តអីគេទីចំណតរថភ្លើងគេក្រោមដីអញ្ចឹងទៅឥឡូវកំពុងតែមើលផែនទីដើរមើលថាយើងនឹងចេញចម្រោកមួយណាព្រោះចម្រោកច្រើនព្រោះវាផ្លូវនឹងធំវែងទៀតអញ្ចឹងណាអញ្ចឹងទៅបើយើងចង់យើងទៅកន្លែងមួយណាយើងចេញស្របតាមហ្នឹងទៅយើងមើលផ្លាកលេខហើយមើលឈ្មោះមើលអីទៅយើងអាចរកឃើញហើយឥឡូវយើងបានរកឃើញហើយយើងចេញមកលើ
តែពេលចេញមកលើហើយខ្ញុំចាប់ផ្ដើមយកចិត្តទុកដាក់ដើម្បីមើលផ្លូវអញ្ចឹងណាពីព្រោះធម្មតានេះជាលើកទី2ដែលខ្ញុំជិះរថភ្លើងហ្នឹងណាពីលើកមុនភាសាខ្ញុំជិះតឡានទេអញ្ចឹងណាតែពេលជិះឡានដល់ទៅកន្លែងគេចតមកយើងចតហើយយើងចេញមកទៅដល់ហ្មងប៉ុន្តែនេះគឺជាលើកទី2របស់ខ្ញុំដែលខ្ញុំមកជិះរថភ្លើងមកម្នាក់ឯងអញ្ចឹងណាតែពេលអញ្ចឹងទៅរៀងដើរមើលផ្លាកមើលអីដែរយកចិត្តទុកដាក់ប្រយខ្លាចដើរទៅវិញណាវាមិនវិញទៅណាគ្រាន់តែថាយើងដើរវិលជុំណានៅនេះតែពេលអញ្ចឹងទៅតែមើលហើយមើលទៅមកសួរទៅផ្លូវណាចាំមើលសិនបើថាវិញខ្លាំងចាំយើងទាញទូរស័ព្ទមកមើលផែនទីអីចឹងទៅប៉ុន្តែអត់អីទេយើងចិត្តដើរតាមគេតាមឯងទៅគឺដល់គ្នាដែរហើយពេលចេញពីចំណតរថភ្លើងហ្នឹងដើរខ្ទង់ប្រហែលជា10នាទីដល់ហើយនេះខ្ញុំថតតាមផ្លូវនៅក្នុង downtown Seoul មកតែម្ដងរួចបងប្អូនឃើញហើយមនុស្សទាំងយើងទាំងគេគឺច្រើនហ្មងនៅខាងមុខខ្ញុំនៅខាងក្រោយខ្ញុំអញ្ចឹងគឺមនុស្សច្រើនតែម្ដងហើយនេះហើយបើថាប៉ុន្តែសប្បាយមួយយ៉ាងដែរតែពេលមនុស្សច្រើនខ្ញុំឡៃតែថតចុះថតឡើងមកដើរចោលរត់តាមគាត់ចុងសប្ដាហ៍គឺមនុស្សច្រើនហើយឥឡូវទៅពេលមកឃើញមនុស្សច្រើនអញ្ចឹងមកគាត់ថាគាត់ខ្លាចដែរហ្នឹងមនុស្សច្រើនអញ្ចឹងគាត់ខ្លាចវិញអញ្ចឹងខ្ញុំក៏ខ្លាចដែរតែតាមមើលគាត់អញ្ចឹងប្រយខ្លាចដើរវិញបែកគ្នាអីចឹងណាប្រយមនុស្សច្រើនដូចបុនឲ្យអ៊ំទូងអញ្ចឹងហើយនេះនៅតាមផ្លូវដើរពីរថភ្លើងប្រយទាំងយើងទាំងគេជិះរថភ្លើងមកគឺយើងគេចោះពីលើកភ្លើងហ្នឹងគឺគេទៅនឹងដើរផ្សារនឹងដែរហើយយើងក៏ទៅអញ្ចឹងយើងដើរតាមគេតាមឯងតពេលយើងដើរខ្ទង់បានប្រហែលជា10នាទីក្រោយមកគឺយើងនឹងបានដល់ឲ្យផ្លូវដើម្បីចូលផ្សារហើយនេះគឺជាផ្លូវដែលយើងដើរទៅត្រង់ហ្នឹងគឺចូលផ្សារតែម្ដងខ្ញុំភ្លេចប្រាប់បងប្អូនខ្ញុំនៅរដ្ឋ Washington State ហើយទីក្រុងដែលខ្ញុំនៅហ្នឹងគឺទីក្រុង Seattle ហើយនៅកន្លែងនេះគឺជាផ្សារដូចគេហៅដូចនៅនេះគេហៅ wet market អីចឹងណា Pike Place Market ហ្នឹងនៅរដ្ឋរបស់ខ្ញុំSeattle ហ្នឹងគឺសបោជាអ្នកមកលេងឲ្យតែអ្នកណាគាត់មកលេងមកទីក្រុងហ្នឹងគឺតែងតែចូលមកលេងពីព្រោះផ្សារហ្នឹងគេលក់អីវ៉ាន់និយាយរួមអីវ៉ាន់ច្រើនស្អីក៏មានដែរទាំងបន្លែសាច់ឆ្អាបខោអាវស្អីគឺមានច្រើនមែនទែនចឹងទៅសបោអ្នកមកលេងសបោអ្នកមកពីរដ្ឋផ្សេងគាត់មកលេងជាមួយក៏អ្នកមកលេងអាមេរិកហ្នឹងគេមករដ្ឋហ្នឹងគេចូលលេងតែម្ដងហើយមនុស្សគាត់ថាអូខ្ញុំដូចខ្ញុំប្រាប់និយាយតែដែលប្រាប់បងប្អូនចឹងមនុស្សច្រើនមកច្រើនមែនទែនណាខ្ញុំកាលភាគច្រើនខ្ញុំមកចឹងទៅមកថ្ងៃច័ន្ទគីអីសើមនុស្សច្រើនមែនតែបើថាសៅរ៍អាទិត្យទ្វេ1ជា2ជា3ចឹងណាឥឡូវយើងបានដើរចូលមកដល់ក្នុងហើយខ្ញុំរៀងហេកដែរអញ្ចឹងទៅឃើញគេមានរបស់ free sample ក៏ភ្លក់ទៅមិនគេឆ្ងាញ់អានេះខ្ញុំប៉ាំងយើងជាលក់ជាមួយ olive ហើយ olive ហ្នឹងគេមានរសជាតិផ្សេងអញ្ចឹងណាហើយយើងយកអាឈើហ្នឹងយកទៅចាក់ពេញចាក់នេះនំប៉័ងហើយយើងយកទៅផ្ដិតជាមួយនឹងខ្លាញ់ទៅហើយយើងភ្លក់ក៏យើងភ្លក់ថាយើងចូលចិត្តជាមួយណាក៏យើងចង់ទិញអីចឹងណានិយាយរួមមួយចេះតិចហើយខ្ញុំភ្លក់ឲ្យព្រោះតែខ្ញុំចូលចិត្តណាព្រោះអីយើងយកអាទឹកខ្លាញ់ហ្នឹង olive oil ហ្នឹងមកហូបជាមួយសាឡាត់គឺល្អហើយវាក៏ជួយល្អសម្រាប់សុខភាពផងដែរព្រោះឯអាខ្លាញ់ olive oil ហ្នឹងគឺវាល្អជាងខ្លាញ់ធម្មតាព្រោះវាធ្វើមកពីផ្លែ olive oil អីចឹងណាហើយខ្ញុំសឹកដឹងអីទេខ្ញុំគ្រាន់ឮគេថាមកថាតាមគេដែរហ្នឹងហើយខ្ញុំភ្លក់អានេះទៅថាអូម៉ាក់នេះឆ្ងាញ់ណាចឹងទៅឲ្យគាត់ភ្លក់មើលយើងហូបមួយហើយយើងភ្លក់ទៅយើងចោលអាกระดาษហ្នឹងហើយបើយើងចង់ភ្លក់ទៀតយើងចុចថែមទៀតណាហើយគេមានរសជាតិច្រើនហើយគេមានឈ្មោះមានអីបើយើងពេញចិត្តណាយើងចង់ទិញនៅចិត្តខាងហ្នឹងក៏គេមានលក់ដូចជា pasta ហើយអានេះគឺសិតតែធ្វើhomemade អីចឹងណាតែតម្លៃក៏វារៀងថ្លៃបន្តិចដែរអញ្ចឹងបើនិយាយរួមបើថារបស់មកពីគេរបស់គេធ្វើដោយដៃហើយវារបស់ដូច organic អញ្ចឹងណាអញ្ចឹងទៅវារៀងថ្លៃដែរឥឡូវកំពុងតែមកអង្គុយដើម្បីហូបអីពីព្រោះឥឡូវម៉ោង7:02ហ្នឹងហើយជិះខ្ទង់ម៉ោង2ឥឡូវមានអារម្មណ៍ថាហេអញ្ចឹងទៅគឺខ្ញុំបានមកចតនេះដើម្បីហូបម៉ាក់គាត់អង្គុយហូបនំគាត់អញ្ចឹងទៅនេះនំគាត់ហើយចំពោះខ្ញុំគឺខ្ញុំមូណែមឆៅចាមូណែមឆៅហើយជ្រលក់ទឹកត្រីផ្អែមហ្នឹងហូបនៅហ្នឹងហ្មងទៅអង្គុយមើលគេមើលឯងហើយក៏ហូបអូយឆ្ងាញ់ដល់ហើយយកមកតេស្តមកតាមខ្លួន2 គ្រាប់ដែរហើយយើងវិចណែមយកមកហូបអញ្ចឹងទៅមានអារម្មណ៍ថាប្លែកណាកម្រងខ្ញុំចង់ទៅហូបនៅមាត់ទឹកក៏ប៉ុន្តែហេវពេកអញ្ចឹងទៅក៏ស្រាកនៅក្នុងផ្សារហ្នឹងហើយហូបនៅហ្នឹងសិនទៅឲ្យខ្លាចដើរដល់មាត់ទឹកអញ្ចឹងហើយព្រោះខ្ញុំហេវខ្លាំង
ហើយខ្ញុំហូបណែមហ្នឹងហូបយកមក6ប៉ុន្តែខ្ញុំហូបអស់តែ3យោព្រមថ្លាច់យកមកច្រើនតិចទៅខ្លាចម៉ាក់ក៏ចង់ប្រសាអញ្ចឹងណាមានណាហូបតែម្នាក់ឯងហ្នឹងហូប3អញ្ចឹងទៅតអត់ទេហូប3ទៀតប៉ុន្តែឆ្ងាញ់អញ្ចឹងខ្ញុំគិតថាបើសិនជាយើងអាចបានណាយើងវិចចំណីមកពីផ្ទះក៏មួយយ៉ាងដែរឬមួយក៏អាហារសម្រន់ណាមួយអញ្ចឹងទៅពេលយើងមកយើងស្រួលខ្ញុំវិចតាំងពីទឹកម៉ាក់ក៏យកទឹកគាត់មកគេរេហើយខ្ញុំក៏ដបទឹកមកមួយដែរយកមកអញ្ចឹងណាពេលអញ្ចឹងទៅយើងមិនពិបាកក្នុងការឈោទិញអីវ៉ាន់ចេះអីទេប៉ុន្តែបើយើងចង់ហូបចំណីចំណុកអីយើងបានប៉ុន្តែបើថាឲ្យហូបខ្លះអត់ចង់ចំណាយលុយថែមឬមួយក៏ខ្លាចមកហូបអាកាំងហ្នឹងយើងហូបពេញត្រូវចិត្តមាត់យើងអញ្ចឹងគឺយើងធ្វើបែបហ្នឹងក៏មួយយ៉ាងដែរហើយយើងហូបដើរយើងដើរមើលគេអង្គុយមើលគេមើលឯងអញ្ចឹងទៅហែនេះនៅទល់មុខខ្ញុំហ្នឹងគេឡើងចុះនៅផ្សារហ្នឹងទៅហើយមិនមែនថាតតអ្នកមកទិញអីហ្នឹងមកហូបបានទេណាខ្លះគេមកអង្គុយរៀនអីចឹងណាឥឡូវអង្គុយប្រហែលជា5-10នាទីអីហ្នឹងហូបណែមហ្នឹងសល់ប្រហែលសល់4ស្មានសល់3ផ្លេចហើយម៉ាក់គាត់ប្រសានំគាត់ហ្នឹងក៏ហើយអស់ដែរអញ្ចឹងនឹងយើងកំពុងតែគិតថារៀបអីវ៉ាន់រៀបអីដើម្បីបន្តបេសកកម្មទៀតពីព្រោះរៀងខ្លាច់នៅយូរទៅល្ងាចអញ្ចឹងតែដើរអត់សពនៅផ្សារនេះហ៎ដើរមួយថ្ងៃវងល្ងាចមិនសពមិនចង់សពផងដឹងផ្សារហើយនៅកន្លែង walk way គេធំប៉ុន្តែខ្ញុំដើរតែមកកញ្ចប់ទេគឺខ្ញុំទៅ30ផ្លេតអញ្ចឹងទៅហើយមកមើលកាំបលអីចឹងទីខ្ញុំប្រហែលបងប្អូនអញ្ចឹងណាទីទៀតនឹងប្រហែលហើយនំម៉ាក់គាត់ប្រសាទៅមកកញ្ចប់គាត់ថាឆ្អែតហើយអញ្ចឹងទៅក៏ហូបមកកញ្ចប់ហ្នឹងទៅបើថាហេយើងឈប់យើងហូបថែមទៀតអញ្ចឹងណាអត់អីដែរប៉ុន្តែទៅពេលយកអាហារមកចឹងខ្ញុំគិតថាជាល្អចំពោះខ្ញុំខ្លួនខ្ញុំគិតថាល្អហើយបានហូបអីហើយម៉ាក់ខ្លាញ់ចឹងគាត់យកសារ៉ាមទៅចោលផ្លេតហើយចាំយើងទៅព្រោះមិនចង់ថាយកសារ៉ាមតាមខ្លួនកាន់តែធ្ងន់ស្អីយើងយកទៅចោលហើយតែពេលហើយចាំយើងតដំណើរទៅទៀតហ្នឹងហើយឥឡូវអរគុណមែនទែនដែលបងប្អូនដែលបានចូលមើលដល់ទៅឲ្យពាក់កណ្ដាលវីដេអូហើយនេះវីដេអូនេះរៀងវែងតិចពីព្រោះខ្ញុំទៅជាមួយម៉ាក់នឹងបានថតច្រើនក៏ខ្ញុំទៅលើកមុនអត់សូវបានថតអីចឹងទៅមួយមិត្តភ័ក្តិប៉ុន្តែលើកនេះទៅពីអ្នកម៉ាក់អត់មានអារម្មណ៍ថាបានថតច្រើនហើយវាបានអង្គុយមើលមកអីគេអត់សូវពិបាកដើរញញច្រើនអញ្ចឹងណាឥឡូវយើងបានហូបអីវ៉ាន់ហើយយើងបានរៀបហើយអីវ៉ាន់អីហើយយើងច្រកកាបូបហើយយើងធ្វើដំណើរដើម្បីទៅទៀតឥឡូវសួរម៉ាក់ម៉ៃហើយនៅម៉ាក់គាត់ថាហើយប៉ុន្តែអីវ៉ាន់រៀបអត់តាន់ហើយផងមិនតាន់រូតមិនតាន់អីគាត់ថាហើយអញ្ចឹងដែរប៉ុន្តែអត់អីទេព្រោះគាត់មនុស្សច្រើនគាត់រៀងខ្លាចគេដែរអញ្ចឹងព្រោះមនុស្សច្រើនខ្លាញ់បើដើរដូចយើងទៅបនអំទូអញ្ចឹងដើរទៅកិច្ចហ្មងហើយយើងមករកកន្លែងគួយហ្នឹងទ្រាំទៅរកបានដល់4-5នាទី4-10នាទីដែរហ្នឹងណាអញ្ចឹងមិនងាយដែរយើងដើរយកមើលអញ្ចឹងណាម៉ាក់ក៏មិនសូវចូលចិត្តដើរផ្សារមនុស្សច្រើនអញ្ចឹងទេព្រោះគាត់សូវស្គាល់ប៉ុន្តែបើដើរទៅអង្គុយមើលនៅផាកអីទៅអីក៏ចូលចិត្តទៅអង្គុយនៅផាកនៅមាត់សមុទ្រអង្គុយមើលគេអីចឹងប៉ុន្តែបើថាឲ្យដើរមនុស្សច្រើនអញ្ចឹងគាត់មិនសូវចូលចិត្តព្រោះគាត់អត់សូវដឹងអញ្ចឹងណាគាត់ខ្លាចវែងឬមួយក៏បាត់គ្នាអីចឹងទៅប៉ុន្តែបើថាដើរតតាមមើលគាត់បើមិនចឹងទេដឹកដៃគ្នាព្រោះមនុស្សច្រើនជាងខ្លាចវែងគ្នាចឹងដូចយើងនៅទូអញ្ចឹងតែយើងដើរអត់បានមើលហ្នឹងភ្លេចខ្លួនហ្នឹងវែងពេញនឹងមនុស្សច្រើនហ្នឹងប៉ុន្តែយើងចូលផ្សារនេះអត់សូវអីប៉ុន្តែបើយើងដើរនៅម្ដុំផ្សារនៅខាងមុខអូយមនុស្សលណែនដូចបងប្អូនឃើញពីមុនអញ្ចឹងតែយើងយកក្នុងផ្សារកន្លែងហ្នឹងគេចាញ់គេដើរកាត់ផ្លេតឬមួយក៏គេមកញ៉ាំអីទេឥឡូវឲ្យចេញពីនេះយើងហូបបាយឆ្អែតហូបអីហើយមកល្មមហើយយើងកំពុងតែធ្វើដំណើរទៅកន្លែងកាំបោហើយដើម្បីមើលកន្លែងគេហៅ artwork នៅនេះចឹងខ្ញុំមិនដឹងដែរគឺគេទៅពីស្ករកស៊ូហើយគេយកស្ករកស៊ូដែលយើងឈប់ហូបហើយនឹងយកទៅចុចនឹងអញ្ចឹងហើយអ្នកគេម្នាក់ណាក៏គេធ្វើណាធ្វើដូចគ្នាយូរទៅខ្លាចទៅជាកន្លែងទេសចរណាមួយយ៉ាងអញ្ចឹងទៅអញ្ចឹងស្រុកគេគឺគេចេះតែរនឹកឃើញណាតែខ្ញុំអត់គឺខ្ញុំគ្រាន់តែថាទៅមើលផ្លេតហើយខ្ញុំមកវិញខ្ញុំទៅពីម្ដងហើយតែខ្ញុំថានាំម៉ាក់មកមើលម៉ាក់ថាមិនដែរម៉ាក់គាត់នៅស្ងៀមញ៉ាំអញ្ចឹងណាវាខ្ញុំមិនដឹងថាវាឲ្យ special ខាងណាពិសេសខាងណាទេណាគ្រាន់តែថាយើងហូបស្ករកស៊ូហើយយើងយកស្ករកស៊ូនឹងមកបិទអញ្ចឹងតែពេលអញ្ចឹងទៅសួរម៉ាក់មិនសប្បាយគាត់ថានឹងអីហងធម្មតាអញ្ចឹងណាទោះតែគាត់អត់មាន reaction ទៅថាឃើញគេធ្វើអញ្ចឹងហើយមនុស្សច្រើនឈោថតអញ្ចឹងទៅថតវីដេអូថតស្លឹកទាំងយើងទាំងគេអញ្ចឹងណា
ប៉ុន្តែនៅនេះគឺកន្លែងនឹងមួយគឺតែងតែមានអ្នកមកមើលអូបើមិនចឹងទេបងប្អូនឆែកមើលកំបោលនៅ Seattle ដល់ទៅឃើញហើយគឺល្បី អ្នកណាក៏គេមកមើលដែរហើយគឺស្កកស៊ូហ្នឹងគឺនាយករដ្ឋមន្ត្រីគេរត់នៅនេះគេលៀងចោលមិនចេះតិចដងហើយមិនតែលៀងចោលហើយតនបានព្រឹបភ្នែកមនុស្សមកធ្វើបែបហ្នឹងទៀតអញ្ចឹងគឺគេលៀងមិនមែនថាគេអត់ដែរលៀងណាគេលៀងមិនចេះតិចដងដែរប៉ុន្តែលៀងហើយមនុស្សមកដាក់តារាវមនុស្សមកមើលអញ្ចឹងទៅគេធូបគេដាក់ចុះនៅនេះចូលទៅក្នុងចិត្តផ្សារអញ្ចឹងទៅសបោមនុស្សហ៎អញ្ចឹងទៅលៀងស្អាតស្អែកឡើងមនុស្សមកទៀតគេបិទមកទៀតអញ្ចឹងគឺវាតគ្នារហូតអញ្ចឹងមកហើយឥឡូវយើងបានមើលហើយយើងបានថតមកប៉ុស្តិ៍ពីប៉ុស្តិ៍ទុកជាអនុស្សាវរីយ៍ហើយគឺយើងដើរទៅគឺមានអីទេមានតែប៉ុណ្្នឹងឥឡូវខ្ញុំដើរមកលើផ្សារវិញដើរចុះឡើងវិលមកជុំទៀតហើយខ្ញុំថាជុំរមើលទៅកន្លែង walkway អញ្ចឹងនៅខាងជាហៀងខាងនោះប៉ុន្តែខ្ញុំមិនដឹងចេញទៅផ្លូវណាចុះឡើងឆ្វែលមកជុំមកកន្លែងដើរអញ្ចឹងណាហើយមនុស្សច្រើនហើយដើរពិបាកតែពេលដើរមកបានរកផ្លូវឃើញមករកកន្លែងដើរឃើញហើយឥឡូវមកតាមនេះឃើញអ្នករូបចម្លាក់នេះបងប្អូនឃើញអញ្ចឹងវាកម្រើកម៉ាក់ថាអូយមើលនោះថាហ្នឹងកន្លែងឃើញវាមួយយ៉ាងដែរស្អាតប្លែកហើយខ្ញុំគ្រាន់តែប្រាប់បងប្អូនថានៅនេះគឺសម្បូររបៀបគេធ្វើស្អីនៅទីក្រុងអញ្ចឹងទៅគេតែងតែមានចម្លាក់មានអីរៀងប្លែកឲ្យយើងមើលព្រោះយើងនៅនេះគឺនៅក្រុងតែម្ដងអញ្ចឹងទៅគឺតែងតែមានសំបីអាគីអីក៏គេធ្វើក្បាច់អីគេមួយយ៉ាងដែរដូចយើងនៅខ្មែរយើងតែងតែថាដាក់អាណានៃដើម្បីឲ្យមួយណានៅទៅថាឲ្យសម្គាល់ជាតិយើងអីចឹងណាដូចនៅនេះក៏គេដាក់បែបហ្នឹងណាមួយណាដើម្បីសម្គាល់ជាតិរបស់គេឬមួយរដ្ឋរបស់គេអីចឹងណាហើយកន្លែងនេះគឺយើងដល់ថាអូដើរតាមនេះបានខ្ញុំចំណាំមកក៏ពេញខ្ញុំចង់ដើរទៅមុខទៀតតែអត់អីទេយើងដើរផ្លូវកាត់ទៅយើងចុះទៅពីកន្លែងកម្មចរានេះបន្តិចគឺយើងបានទៅដល់ក្រោមហើយដល់ក្រោមយើងអាចដើរដល់កន្លែងមួយទៀតគឺដើរយើងជុំគេហ្មងមើលមាត់ទឹកឬមួយក៏មើលសមុទ្រមើលអីចឹងណាគឺយើងនិយាយរួមទៅមិនថាទៅណាទៅណីអានេះរបៀបទៅដើរកំសាន្តមួយពីព្រោះធម្មតានៅរដ្ឋខ្ញុំអញ្ចឹងគឺកម្រមានបើកថ្ងៃតែពេលខែត្រជាក់គឺភាគច្រើនគឺភ្លៀងរហូតទឹកខ្ជុំអញ្ចឹងរ៉ៃរាល់ថ្ងៃហ្មងទៅពេលគេថាសារ៉ាទៅមានបើកថ្ងៃគឺយើងស្ដាយថ្ងៃអញ្ចឹងគឺនាំគ្នាដើរក្រៅអានេះខ្ញុំមកដល់ឆ្ងាយធម្មតាខ្ញុំនៅចិត្តផ្ទះទេតែថ្ងៃណាចង់មកអញ្ចឹងខាងតាំងពីគេធ្វើអាហ្នឹងហើយមកដែរគាត់បានមកទេអញ្ចឹងទៅគាត់ចង់នាំគាត់មកលេងនឹងមួយយ៉ាងដែរអញ្ចឹងយើងដើរទៅក្រោមប្រហែលជាខ្ទង់5-10នាទីដែរដឹងឆ្ងាយដែរព្រោះខ្ញុំរវល់ទៅវិញរកផ្លូវមិនឃើញអញ្ចឹងទៅក៏ប៉ុន្តែយើងបានហាត់ប្រាណផងមើលគៀមើលឯងផងមិនមែនអត់សក់ទេហើយកន្លែងនេះខ្លះណាក៏គេមានចំណីលក់ដែរនេះគេមានលក់អីវ៉ាន់ទីទួឲ្យយើងដែលយើងចង់ហូបអីចឹងណាមិនមែនអត់ទេប៉ុន្តែគាត់ថាខ្ញុំយកអីវ៉ាន់មកហូបយកអីវ៉ាន់មកចំណីហូបហ្នឹងហើយគឺហូបហ្នឹងទៅហើយឥឡូវហ្នឹងយើងបានមកដល់ខាងកន្លែងនិយាយរួមនេះគឺគេលក់កន្លែងនេះគឺគេរបស់លេងហើយមានកង់មានអីយើងជួលជិះក៏បានហើយមានកន្លែងគេមានដូច aquarium កន្លែងគេលក់អីវ៉ាន់លក់ភេសជ្ជៈចំណីចំណុកហើយកន្លែងគេមានអង្គុយលេងឲ្យយើងអង្គុយញ៉ាំអីក៏មានដែរហើយផ្លូវធំមនុស្សដើរទាំងទៅទាំងមកអញ្ចឹងដូចបងប្អូនឃើញអញ្ចឹងណាហើយគេកំពុងតែរៀបកម្រងធ្វើឲ្យមកកន្លែងកូនក្មេងលេងនៅចិត្តមាត់ទឹកទៀតអញ្ចឹងទៅគឺគេអត់ទាន់ធ្វើឲ្យអស់ណានេះគេតែធ្វើឲ្យខ្ទង់ប្រហែលជា50%ណាជាហៀងខាងណយនេះគឺសិតតែគេធ្វើដើម្បីឲ្យកូនក្មេងមកអញ្ចឹងទៅគាត់អាចលេងអញ្ចឹងទៅជាមួយកូនក្មេងពួកគាត់ទៅហើយម៉ែឪអាចចិញ្ចួយដូចអង្គុយមើលទេសភាពឬមួយក៏ហូបអីនៅចិត្តហ្នឹងកុំឲ្យបាច់ចាប់មើលកូនអីចឹងព្រោះកូនទៅពេលយើងទៅលេងជាមួយកូនក្មេងទូអញ្ចឹងគាត់មិនមែនចេះតែដើរជួយយើងដែរទេអញ្ចឹងទៅគាត់ត្រូវការលេងអីចឹងលេងហ្គេមលេងអីទៅយើងយកគាត់ទៅតម្លាក់ហ្នឹងទៅយើងអាចហើយមនុស្សយើងធំយើងធ្វើអីទៅណាហើយឥឡូវហ្នឹងគឺគេកំពុងធ្វើអាហ្នឹងឥឡូវហើយនៅចិត្តនេះគឺក៏គេមានកន្លែងaquarium ដែរកន្លែងគេទុកត្រីទុកអីចឹងណាតែខ្ញុំមិនបានចូលទេល្ងាចហើយអញ្ចឹងទៅក៏យើងធ្វើដំណើរដើម្បីទៅ walkway ដើម្បីឲ្យដើរឡើងទៅលើអញ្ចឹងទៅដើម្បីឲ្យវាឆ្លាស់មុខឆ្លាស់មាត់យើងមើលពីទេសភាពពីខាងលើនឹងមកគឺស្អាតហ្មងឃើញមាត់សមុទ្រណាដូចបងប្អូនឃើញអញ្ចឹងគេអត់តន់ធ្វើអស់ទេណាអានេះគឺនៅកម្រងទៀត
តរំទៅធ្វើនេះចំណាយចង់10ឆ្នាំបានធ្វើបានប៉ុណ្ណឹងណាមិនមែនថាអុយធ្វើថ្ងៃហ្នឹងឆ្នាំក្រោយបានទេចឹងណាលុយធ្វើមានប៉ុន្តែគ្រាន់តែថានយោបាយដូចនៅនេះមិនថានៅនេះនៅណាក៏ដោយតរំទៅនយោបាយបានលុយបានអីតម្លាក់មកអញ្ចឹងទៅឲ្យអស់ម៉ានអញ្ចឹងណាក៏តរំបានយូរដែរតរំបានធ្វើហើយឬតែគេធ្វើប៉ុន្តែតរំបានហើយយូរដែរហ្នឹងតាំងពីខ្ញុំមកចិត្ត9 10ឆ្នាំហើយហ្នឹងបានលឺកម្រងចង់ធ្វើតរំតាគេសម្រាប់ចិត្តធ្វើរៀបកម្រងរៀបអីហ្នឹងណានេះយើងបានមកដល់លើហើយម៉ាក់ក៏ថាអើយរៀងក្តៅល្ងាទៅពេលមកដល់លើនេះដើរមិនពីបញ្ចុំឥឡូវគាត់ដោះអាវចេញហើយគាត់មានអារម្មណ៍ថាក្តៅគាត់ថាឡើងមកដល់លើបែកញើសបដ ாய் ដោះអាវចេញខូវ៉ាច់ហើយរបស់បងប្អូនបានឃើញអញ្ចឹងហើយទាំងយើងទាំងគេគឺតែងតែមកអង្គុយហៅថ្ងៃអញ្ចឹងទៅហើយយើងមើលទេសភាពទៅខាងសមុទ្រហើយយើងអង្គុយហៅថ្ងៃមួយយ៉ាងដែរមើលមនុស្សមកអង្គុយប្រងព្រាតតែមកអ្នកណាអង្គុយទៅហើយអ្នកណាដើរទៅហើយខាងក្រោមហ្នឹងគឺគេធ្វើពាណិជ្ជអីប៉ះអីគេទេគេធ្វើពលកម្មអីចឹងនៅខាងក្រោមអីចឹងណារឿងនាយករដ្ឋមន្ត្រីអញ្ចឹងណាបងប្អូនឃើញមនុស្សច្រើនសម័យឡើងចរាក៏ម៉ាក់ក៏ឈរចាំតាគេចុះអស់បានគាត់ឡើងហើយអូយគាត់គាត់ដើររៀងយូរដែរហ្នឹងសម័យខ្ញុំដើរចង់ចុកជើងដែរប៉ុន្តែគាត់ដើរហាត់ប្រាណពីព្រឹកមកសាហើយព្រលឹមឡើងម៉ាក់គាត់ដើរហាត់ប្រាណហើយខ្ញុំគេងយប់អីគេយប់គេរៀងជ្រុលដែរថ្ងៃនេះព្រោះថ្ងៃសារ៉ាទៅពេលអញ្ចឹងទៅព្រលឹមឡើងគាត់ទៅដើរហាត់ប្រាណប្រហែល2ម៉ោងរបស់គាត់ហើយគាត់មកវិញមកអីហើយខ្ញុំក៏ធ្វើម្ហូបធ្វើអីទៅពេលមកវិញគាត់មកវិញអញ្ចឹងទៅថាឯងភាសាបាយភាសាអីទៅយើងទៅដើរលេងនៅដើមថោនអីចឹងណាអញ្ចឹងក៏ឲ្យគាត់ភាសាអីហើយបានគាត់មកខ្ញុំអត់បានហូបអីទេងូតទឹកមកអញ្ចឹងទៅធ្វើម្ហូបធ្វើអីទៅហើយប៉ុណ្ណឹងដល់ម៉ោងមកបណ្ដោយព្រោះខ្ញុំគេនឹងយូរដែរអញ្ចឹងទៅក៏តាមតារាទៅហើយនេះក៏កន្លែងកូនក្មេងគាត់លេងដែរនេះម៉ែឲ្យឈរមើលអញ្ចឹងទៅកូនក្មេងលេងអញ្ចឹងទៅមួយយ៉ាងមិនគេដែរស្អាតហើយមនុស្សច្រើនព្រោះកន្លែងនេះគេកូនក្មេងលេងខ្ញុំដើរកាត់នឹងដើម្បីឲ្យបងប្អូនឃើញថានៅនេះគេមានអីអញ្ចឹងណាឥឡូវយើងបានមកដល់លើមកខាងទៀតអញ្ចឹងណាហើយនិយាយរួមគឺដើរមកជុំមកដល់មកជុំហើយខ្ញុំនិយាយច្រឡំមកដល់មកជុំហើយប៉ុន្តែយើងដើររៀងវៀងណាយើងដើរខាងពីមុខផ្សារហើយអត់បានចូលផ្សារទេយើងចូលបានមួយកលាក់ហើយយើងដើរឡើងលើវិញអញ្ចឹងណាហើយនេះអាខ្សែនេះបើសិនជាយើងចូលលុយនេះក៏គេដាក់ឈ្មោះយើងនៅនឹងដែរខ្ញុំប្រាប់ម៉ាក់អញ្ចឹងណាថាអូខេឥឡូវយើងដើរបានមកជុំហើយយើងដើរទៅខាងក្រោយផ្សារដែរហើយប៉ុន្តែនៅចិត្តមាត់ទឹកយើងអាចឆាកាត់ហើយល្ងាចឲ្យដឹងម៉ោង4ហើយហ្នឹងហើយម៉ោង4ល្ងាចតែហើយឲ្យបានខ្លះគឺគេចាប់ដើមរើហើយព្រោះម៉ោង4ល្ងាចហើយអញ្ចឹងខ្ញុំដើរមើលទៅហើយខាងហ្នឹងគេអត់ទាន់ធ្វើហើយទេពីលើកមុនគេមានចំណតចតឥឡូវគេមានចំណតចតចិត្តហ្នឹងហ្មងបើថាយើងមិនចង់ជិះរថភ្លើងឬមួយក៏ចតឆ្ងាយទេយើងយកឡានមកចតហ្នឹងមកហើយយើងចេញពីកន្លែងចំណតឡានដល់ផ្សារកន្លែងដើរលេងតែមកក៏ស្រួលមួយយ៉ាងដែរប៉ុន្តែយើងបងថាអូ1ម៉ោងប៉ុន្មានអញ្ចឹងណាខ្ញុំមិនបានមើលតម្លៃគេទេថាកន្លែងចតហ្នឹងគឺ1ម៉ោងប៉ុន្តែថាអូយពីលើកមុនអត់មានទេប៉ុន្តែឥឡូវគេតែធ្វើហើយអញ្ចឹងយើងចតក្រោមដីអញ្ចឹងមកយើងចូលចតចេញមកវិញគឺនៅនឹងហ្មងយើងមិនដើរឆ្ងាយបើយើងចង់ទៅលេងនៅហ្នឹងណាប៉ុន្តែចំពោះខ្ញុំចូលចិត្តដើរទៅមកមើលគេមើលឯងអញ្ចឹងណាហើយខ្ទង់ម៉ោង4នេះដឹងម៉ោង4ជាងខ្ញុំអត់ចាំដែរឥឡូវកំពុងតែធ្វើដំណើរចូលក្នុងផ្សារវិញដើម្បីដើរកាត់បើយើងខ្ជិលតាមដើរទៅខាងនោះវិញតាមយើងមកគឺយើងដើរកាត់ក្នុងផ្សារហើយយើងមើលអីវ៉ាន់តិចតួចដើម្បីចេញទៅផ្ទះវិញហើយមុននឹងចេញទៅយើងដើរមើលអីវ៉ាន់តិចតួចដែរហើយខ្ញុំប្រាប់ម៉ែមើលអីវ៉ាន់មើលអីចង់ទិញអីចឹងណាមិនដែរគាត់ថាដូចជាមានមើលអីផងមិនថាអញ្ចឹងហើយគាត់ឃើញឆ្កែនោះគាត់ខ្លាចដែរតែខ្ញុំចូលចិត្តមើលខ្ញុំចូលចិត្តដើរផ្សារនិយាយរួមមកខ្ញុំចូលចិត្តដើរផ្សារមើលទោះបានទិញមិនបានអីក៏ខ្ញុំមើលដែរហើយឥឡូវនេះកំពុងតែមកមើលម្ហូបល្ងាចខ្ញុំចង់ទិញឲ្យក្តាមយកទៅញ៉ាំល្ងាចចឹងណាហើយនឹង oyster ប៉ុន្តែខ្ញុំអត់ចេះបក oyster ខ្ញុំសួរគាត់ម៉ាក់គាត់ថាគាត់ចង់ភាសាក្តាមអត់គាត់ថាអត់ទេមកចង់ហូបគាត់ថាអត់ឃ្លានផងខ្ញុំថាអត់ឃ្លានឬមួយក៏ឃើញក្តាមថ្លៃឲ្យហ៊ានទិញភាសាចឹងណាខ្ញុំថាមិនអីបើមិនចង់ភាសាទិញទៅយើងទិញតិចតួចទៅណាយើងមិនមែនហូបរងារាល់ថ្ងៃណាចឹងប៉ុន្តែគាត់នេះគាត់មិនហ៊ានទិញទេគាត់ឃើញរបស់ថ្លៃចឹងក៏សួរសិនថាហ្នឹង1គីឡូប៉ុន្មានអីចឹងណានៅនេះក្តាមមួយខាំ
4 khámហ្នឹងស្មើប្រហែលធុង1ផោនណា$20ណានឈីណាននេះណានអញ្ចឹងហ្នឹងក្តាមតែយើងស៊ីសងលើក្តាមដែរអាណាក្តាមធំអាណាក្តាមសអីចឹងណាសួរគាត់ទៅគាត់ថាម៉េចទិញអត់ខ្ញុំទិញឲ្យយើងទិញតិចទៅណាទិញតែ$50បានណាជាមួយ20-30អីទៅយើងទិញហូបមកល្មមទៅបានណាគាត់ថាអត់ទេគាត់អត់ឃ្លានហងប៉ុន្តែខ្ញុំអត់ចង់ញ៉ាំក្តាមទេខ្ញុំចង់ទៅញ៉ាំ oyster អញ្ចឹងទៅទិញតែ oyster គេនឹងមកកំប៉ុងទៅហើយបន្លែវិញស្រស់មែនទេខ្ញុំអត់បានទិញបន្លែទេព្រោះបន្លែមាននៅផ្ទះហើយអញ្ចឹងណាតែមើលបន្លែនេះស្រស់ហើយគេលក់ផ្លែឈើអីក៏ចង់ដែរស្រស់មែនទេផ្លែឈើគេចិត្តឲ្យយើងភ្លក់នៅនឹងហ្មងទាំងគឺឆ្ងាញ់ហ្មងផ្អែមវារបស់នៅនឹងសិតតែ organic fruits and vegetables អញ្ចឹងទៅគឺឆ្ងាញ់ណាហើយនេះគឺមកផ្សារទៀតហើយតើនិយាយរួមផ្លូវនេះផ្លូវចេញទៅផ្ទះតែបន្តយើងដើរផ្លូវកាត់ទៅអញ្ចឹងទៅក៏មកឃើញអីវ៉ាន់ឃើញអីថែមមានផ្សារមានទាំងអាផ្កាស្រស់និងផ្កាក្រៀមទាំងស្រស់ក៏មានក្រៀមក៏មានដែរឥឡូវយើងដើរមកដល់មុខផ្សារវិញហើយគឺអានេះផ្លូវយើងចេញចូលហ្នឹងណាមាន2 3ផ្លូវមិនមានតែមួយហ្នឹងទេប៉ុន្តែយើងឲ្យគិតថាផ្លូវនេះគឺយើងទៅកន្លែងយើងជិះភ្លើងវិញហើយអញ្ចឹងគឺយើងកំពុងតែធ្វើដំណើរទៅហើយលោកបងប្អូនបានឃើញឥឡូវមេរៀងសតុំហើយម៉ាក់ពាក់អាវលងាវិញហើយពីព្រោះថាចេញមកក្រៅនេះមានអារម្មណ៍ថាត្រជាក់គាត់ថាតែចុះមកឥឡូវត្រជាក់ថានិយាយមិនត្រជាក់មើលបើថ្ងៃនេះចង់លេចហ្នឹងមើលតែមិនដឹងលើមុនថ្ងៃចេះហ្នឹងយើងឡែកទៅចូលក្នុងផ្សារតែពេលចឹងចេញមកក្រៅមានអារម្មណ៍ថាត្រជាក់បដ ாய் ម៉ោង 4 ម៉ោង 5 ហើយដឹងមកចាំដែរឥឡូវយើងកំពុងតែធ្វើដំណើរដើម្បីរកផ្លូវទៅរថភ្លើងវិញពេលអាវពេលអីវិញហើយព្រោះចាប់ផ្ដើមត្រជាក់វាល្ងាចតែឡើយមានអីទេបងប្អូនអរគុណច្រើនមែនទែនដែលបានចូលមើលអញ្ចឹងវីដេអូពួកយើងឯណាមានតែប៉ុណ្្នឹងហើយឥឡូវម៉ាក់គាត់ឲ្យគាត់សម្ដែងតិចទៅយើងកំពុងតែធ្វើដំណើរឡើងទួលដើម្បីទៅរោរថភ្លើងយើងវិញអញ្ចឹងយើងដើរខ្ទង់10នាទីយ៉ាងយប់15នាទីឲ្យដល់ហើយតែពេលយើងទៅវិញអត់សូវមានមនុស្សទេបងប្អូនមើលអរគុណមែនទែនដែលបានចូលមើលតាំងពីដើមដល់ចប់បើសិនជាខ្ញុំនិយាយខុសឬមួយក៏ត្រង់ណាសូមមេត្តាកាន់តែអីភ័យទោសពីចម្ងាយផងដែរកុំភ្លេចចូល like subscribe ផងហើយនឹងខ្ញុំនឹងមានវីដេអូបន្តទៀតដើម្បីចែកជូនបងប្អូនទាំងអស់គ្នាអញ្ចឹងវីដេអូនេះចប់ត្រឹមហ្នឹងហើយអរគុណច្រើនមែនទែនបងប្អូនដែលបានចូលមើលម្ដងទៀតហើយជម្រាបលាជួបតែសេចក្តីសុខសេចក្តីចម្រើនជារៀងរហូតអរគុណជួបគ្នានៅអាទិត្យក្រោយអរគុណជម្រាបលាម្ដងទៀតបាយបាយ